កំសន្សំរឿងកំធ្វើខ្លួនឯងជាធុងសម្រាមនឹងឯងកំដុតរលខ្លួនឯងគឺថាត្រូវតែជាអ្នកស្ងប់រងាប់ក៏ណាសំសេចក្តីសុខឲ្យខ្លួនឯងហើយដើម្បីជាប្រយោជន៍ដល់អ្នកដទៃគឺប្រមូលសរុបមកក្នុងការដែលយើងស្រឡាញ់អ្នកដទៃកុំរហូតដល់ទៅថ្នាក់បៀតបៀនខ្លួនឯងលោភលៈប្រព្រឹត្តទៅដោយអំណាចលោភៈដោយរាគៈអីហ្នឹងយើងដឹងតែពីរឿងស្រឡាញ់គេប៉ុន្តែបន្ទុះនឹងខ្លួនឯងនេះតែយើងល្ងងបណ្ណាទៅទៀតដែលធ្វើឲ្យខ្លួនឯងមានទុក្ខមានទោសនេះព្រោះហេតុតែលោភៈហ្នឹងអាហ្នឹងមួយរឿងសរុបមកមួយរឿងទៀតវានៅលើទោសៈយើងខឹងយើងស្អប់អ្នកដទៃនឹងឯងប៉ុន្តែយើងអត់បានគិតថាយើងខឹងយើងស្អប់យើងបន្ទុះអ្នកដទៃនឹងជាការស្អប់ខ្លួនឯងជាងណាបន្ទុះខ្លួនឯងជាងយើងអត់បានដឹងទេហើយមួយទៀតរឿងមោហៈនឹងឯងវាជារឿងស្រឡាញ់ខ្លួនឯងក្នុងโลกហ្នឹងស្រឡាញ់ខ្លួនឯងគ្រប់គ្នាប៉ុន្តែអត់បានពិចារណាថាតើអំពើដែលយើងធ្វើហ្នឹងពិតជាស្រឡាញ់ខ្លួនដែរឬអត់វាស្រឡាញ់ដោយទាំងអវិជ្ជាផងស្រឡាញ់ដោយទាំងសេចក្តីល្ងងផងបុគ្គលល្ងងខ្លៅជាកំពូលសត្រូវជាមួយនឹងខ្លួនឯងដូច្នេះយើងស្រឡាញ់ខ្លួនយើងកុំខ្ជិលស្ដាប់ធម៌យើងកុំខ្ជិលរៀនយើងកុំខ្ជិលអប់រំអាហ្នឹងបានពិតជាស្រឡាញ់ខ្លួនមែនត្រូវឲ្យអស់អវិជ្ជាឲ្យអស់សេចក្តីល្ងងដូចតែយើងវឹកហាត់អប់រំយ៉ាងកម្មវិធីគឺព្យាយាមណាឧស្សាហ៍ទៀតបានតាមនឹងបើមិនអញ្ចឹងអាចថាតម្រុនអាចថាអីចឹងទៅធ្វើឈឺធ្វើអីខ្ជិលមកស្ដាប់ខ្ជិលមករៀនអីចឹងទៅនឹងឯងអានឹងគឺស្រឡាញ់ខ្លួនឯងនឹងស្រឡាញ់ដោយទាំងសេចក្តីល្ងងហើយអាណិតមោហៈនឹងឯងអាណិតអវិជ្ជានឹងហើយដូច្នេះគឺសរុបមក3ធัวដែលរៀបរាប់ច្រើនទៅទៀតគឺនៅតែ3ហ្នឹងនឹងឯងលោភៈកុំស្រឡាញ់អ្នកដទៃដល់ទៅថ្នាក់ស្អប់ខ្លួនឯងទី2កុំឲ្យស្អប់អ្នកដទៃដល់ទៅថ្នាក់បន្ទុះនឹងខ្លួនឯងទី3កុំស្រឡាញ់ខ្លួនឯងដោយទាំងស្រឡាញ់អវិជ្ជាផងអញ្ចឹងប៉ុណ្ណឹងចឹងសូមអនុមោទនាគណៈ